នៅឆ្នាំ1945ក្រោយការទម្លាក់គ្រាប់បែកបរិមាណនៅពីគ្រាប់ប្រទេសជប៉ុនបានធ្លាក់ចូលទៅក្នុងចំណុច0ទីក្រុងធំៗខ្លាយជាវាលផេះផង់ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញខ្ទេចខ្ទីហើយប្រជាជនរាប់លានអ្នកធ្លាក់ក្នុងភាពអត់ឃ្លានប៉ុន្តែត្រឹមរយៈពេលប្រហែល20ឆ្នាំក្រោយមកពោលគឺនៅឆ្នាំ1964ពិភពលោកទាំងមូលត្រូវបើកភ្នែកធំៗស្រឡាំងកាំងនៅពេលដែលជប៉ុនបង្ហាញខ្លួនជាម្ចាស់ផ្ទះកីឡាអូឡ িম্প ិកយ៉ាងឧឡារិកនិងបានបើកដំណើរការរថភ្លើងល្បឿនលឿនឈ្មោះថា Shinkansen ជាលើកដំបូងដែលជានិមិត្តរូបនៃការឈានជើងចូលជាមហាអំណាចសេដ្ឋកិច្ចលំដាប់ពិភពលោកមនុស្សជាច្រើនតែងតែងឿងឆ្ងល់ថាតើប្រទេសកោះតូចមួយដែលគ្មានធនធានធម្មជាតិនឹងទើបតែចាញ់សង្គ្រាមខ្ទេចខ្ទីមួយនេះអាចស្ដារខ្លួនឡើងវិញក្នុងល្បឿនលឿនបែបនេះបានដោយរបៀបណាការពិតទៅអភូតហេតុនេះមិនមែនកើតឡើងដោយសារសំណាងឬជារឿងចៃដន្យឡើយប៉ុន្តែវាជាលទ្ធផលនៃការរួមផ្សំគ្នាយ៉ាងចុះសម្រុងរវាងកត្តាអំណោយផលពីខាងក្រៅដូចជាជំនួយរៀបចំរចនាសម្ព័ន្ធពីសហរដ្ឋអាមេរិកនិងឱកាសមាសពីសង្គ្រាមកូរ៉េរួមជាមួយនឹងកត្តាផ្ទៃក្នុងដ៏រឹងមាំមានដូចជាវិន័យនិងចំណេះដឹងរបស់ធនធានមនុស្សជប៉ុនព្រមទាំងការដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចដ៏ឆ្លាតវៃរបស់រដ្ឋាភិបាលជំនួយនឹងការរៀបចំរចនាសម្ព័ន្ធពីសហរដ្ឋអាមេរិកកត្តាដំបូងបង្អស់ដែលបានចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់អភូតហេតុសេដ្ឋកិច្ចជប៉ុនគឺការចូលមកកាន់កាប់និងរៀបចំរចនាសម្ព័ន្ធប្រទេសឡើងវិញដោយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ Douglas MacArthur ពីឆ្នាំ1945ដល់ឆ្នាំ1952នៅក្នុងដំណាក់កាលដំបូងអាមេរិកមានគោលបំណងលុបបំបាត់ឥទ្ធិពលយោធាជប៉ុនប៉ុន្តែនៅពេលដែលសមរភូមិសង្គ្រាមត្រជាក់បានផ្ទុះឡើងនៅចុងទសវត្សរ៍ឆ្នាំ1940អាមេរិកបានប្តូរយុទ្ធសាស្ត្រយ៉ាងលឿនពីការដាក់ទណ្ឌកម្មមកជាការជួយជ្រោមជ្រែងវិញដើម្បីធ្វើឲ្យជប៉ុនក្លាយជាខែលការពារនិងប្រឆាំងនឹងការរីករាលដាលនៃលទ្ធិកុម្មុយនីសនៅតំបន់អាស៊ីរចនាសម្ព័ន្ធដ៏មានឥទ្ធិពលរបស់អាមេរិករួមមានចំណុចគន្លឹះធំៗចំនួន3ទី1ការកែតម្រង់ដីធ្លីនេះជាការវះកាត់រចនាសម្ព័ន្ធសង្គមដ៏ជោគជ័យបំផុតរដ្ឋាភិបាលបានបង្ខំទិញដីពីម្ចាស់ដីធំៗដែលមិនធ្វើស្រែផ្ទាល់ខ្លួនយកមកលក់បន្តឲ្យកសិករក្រីក្រក្នុងតម្លៃថោកបំផុតគោលនយោបាយនេះបានធ្វើឲ្យកសិករជប៉ុនជាង 80% មានដីធ្លីផ្ទាល់ខ្លួនដែលវាមិនត្រឹមតែជំរុញផលិតភាពកសិកម្មប៉ុណ្ណោះទេប៉ុន្តែបានបង្កើតនូវវណ្ណៈកណ្ដាលដ៏ធំមួយដែលមានកម្លាំងទិញខ្ពស់និងក្លាយជាអ្នកគាំទ្រផលិតផលក្នុងស្រុកយ៉ាងស្វាហាប់ទី2ការលុបបំបាត់ក្រុមសៃបាស៊ូនិងការផ្ដោតសិទ្ធិសេរីភាពអាមេរិកបានបំបែកអំណាចក្រុមសៃបាស៊ូដែលជាសម្ព័ន្ធក្រុមហ៊ុនផ្ដាច់មុខសម័យសង្គ្រាមដើម្បីបើកឱកាសឲ្យមានការប្រកួតប្រជែងសេដ្ឋកិច្ចបែបទីផ្សារសេរីនិងបង្កើតច្បាប់ការងារដែលអនុញ្ញាតឲ្យមានសហជីពកម្មករកត្តានេះធ្វើឲ្យកម្មករទទួលបានប្រាក់ខែសមរម្យមានលុយចាយវាយនិងជួយឲ្យសេដ្ឋកិច្ចជាតិមានចរន្តដើរយ៉ាងលឿនទី3ជំនួយហិរញ្ញវត្ថុនិងស្ថិរភាពលុយយេនអាមេរិកបានផ្ដល់ជំនួយជាស្បៀងអាហារនិងវត្ថុធាតុដើមគិតជាទឹកប្រាក់ប្រហែល $2,000 លានដើម្បីសង្គ្រោះប្រជាជនលើសពីនេះនៅឆ្នាំ1949ទីប្រឹក្សាសេដ្ឋកិច្ចអាមេរិកបានកំណត់អត្រាប្តូរប្រាក់ថេរគឺ$1ស្មើនឹង360យេនការរាក់តម្លៃលុយយេនឲ្យនៅទាបបែបនេះបានជួយឲ្យទំនិញដែលផលិតនៅជប៉ុនមានតម្លៃថោកខ្លាំងនៅលើទីផ្សារអន្តរជាតិដែលជាចំណុចអំណោយផលបំផុតសម្រាប់ការនាំចេញឱកាសមាសពីសង្គ្រាមកូរ៉េឆ្នាំ1950ដល់ឆ្នាំ1953ប្រសិនបើយើងចាត់ទុកការកែតម្រង់របស់សហរដ្ឋអាមេរិកជាការចាក់គ្រឹះនិងរៀបចំម៉ាស៊ីននោះសង្គ្រាមកូរ៉េដែលបានផ្ទុះឡើងនៅឆ្នាំ1950គឺជាប្រេងឥន្ធនៈកម្រិតខ្ពស់ដែលបានចាក់បញ្ចូលនិងរុញច្រានសេដ្ឋកិច្ចជប៉ុនឲ្យស្ទុះហក់ឡើងក្នុងល្បឿនលឿនដូចរ៉ុកែតស្ថានភាពដ៏ចៃដន្យនៃភូមិសាស្ត្រនយោបាយនេះមានឥទ្ធិពលខ្លាំងរហូតដល់ថ្នាក់លោកនាយករដ្ឋមន្ត្រីជប៉ុន Shigeru Yoshida ហ៊ានប្រសិទ្ធនាមសង្គ្រាមនេះថាជាអំណោយពីព្រះសម្រាប់សង្គ្រោះជាតិជប៉ុនសង្គ្រាមកូរ៉េបានក្លាយជាការជំរុញសេដ្ឋកិច្ចជប៉ុនតាមរយៈយន្តការសំខាន់ៗដូចខាងក្រោម 1. ការបញ្ជាទិញពិសេសពីយោធាសហរដ្ឋអាមេរិកនៅពេលកងទ័ពសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិបានចូលរួមក្នុងសង្គ្រាមដើម្បីជួយកូរ៉េខាងត្បូងដោយសារតែកោះជប៉ុនស្ថិតនៅគៀកបង្កើយនឹងសមរភូមិអាមេរិកបានសម្រេចចិត្តប្រើប្រាស់ជប៉ុនជាឃ្លាំងផ្គត់ផ្គង់និងរោងចក្រជួសជុលដ៏ធំបំផុតយោធាអាមេរិកបានចាក់លុយរាប់រយលានដុល្លារទិញទំនិញគ្រប់ប្រភេទពីជប៉ុនចាប់តាំងពីសម្លៀកបំពាក់យោធាភួយថ្នាំពេទ្យស្បៀងអាហារកំប៉ុងរហូតដល់ដែកថែបស៊ីម៉ង់សម្រាប់ធ្វើលេនឋាននិងឡានដឹកទំនិញជាក់ស្ដែងក្រុមហ៊ុន Toyota ដែលស្ទើរតែប្រកាសកាសែងធន់ទៅហើយនៅឆ្នាំ1949ត្រូវបានសង្គ្រោះនិងរស់ឡើងវិញដោយសារតែអាមេរិកបញ្ជាទិញឡានដឹកទំនិញយោធារាប់ពាន់គ្រឿង 2. ការដោះស្រាយវិបត្តិខ្វះខាតលុយដុល្លារនៅក្នុងចន្លោះឆ្នាំ1950ដល់1953ការបញ្ជាទិញរបស់អាមេរិកមានទំហំធំធេងរហូតដល់ស្មើនឹងជិត 30% នៃទំហំពាណិជ្ជកម្មសរុបរបស់ជប៉ុនលំហូរចូលនៃរូបិយប័ណ្ណដុល្លារយ៉ាងសន្ធឹកសន្ធាប់នេះបានផ្ដល់ឱកាសឲ្យរដ្ឋាភិបាលនិងក្រុមហ៊ុនជប៉ុនមានលុយគ្រប់គ្រាន់ដើម្បីទៅទិញវត្ថុធាតុដើមសំខាន់ៗដូចជាប្រេងកាតធ្យូងថ្មរ៉ែដែកនិងទិញម៉ាស៊ីនបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ពីលោកខាងលិចយកមកធ្វើទំនើបកម្មរោងចក្ររបស់ខ្លួន
3. ការស្ដារឡើងវិញនៃឧស្សាហកម្មធុនធ្ងន់និងការផ្ទេរបច្ចេកវិទ្យាសង្គ្រាមនេះបានបង្ខំឲ្យរោងចក្រជប៉ុនដែលធ្លាប់រងការខូចខាតឬត្រូវបានបិទទ្វារដោយសារទណ្ឌកម្មសង្គ្រាមត្រូវបើកដំណើរការឡើងវិញ24 ម៉ោងលើ 24 ម៉ោងវាមិនត្រឹមតែបង្កើតការងារឲ្យប្រជាជនរាប់លាននាក់និងបង្កើតប្រាក់ចំណេញដ៏មហិមាឡើយប៉ុន្តែវិស្វករជប៉ុនថែមទាំងទទួលបានការបណ្ដុះបណ្ដាលពីអាមេរិកលើការជួសជុលអាវុធនិងយន្តហោះចម្បាំងកត្តានេះធ្វើឲ្យពួកគេចេះដឹងពីស្តង់ដារគ្រប់គ្រងគុណភាពដ៏តឹងរ៉ឹងរបស់អាមេរិកហើយយកមកអនុវត្តក្នុងការផលិតទំនិញស៊ីវិលដូចជាឡាននិងគ្រឿងអេឡិចត្រូនិកនាសម័យក្រោយមកទៀតដើមទុនធនធានមនុស្សនិងវប្បធម៌ការងាររបស់ប្រជាជនជប៉ុនទោះបីជាកត្តាខាងក្រៅដូចជាជំនួយពីអាមេរិកនិងសង្គ្រាមកូរ៉េបានផ្ដល់ឱកាសនិងដើមទុនយ៉ាងណាក៏ដោយក៏អភូតហេតុសេដ្ឋកិច្ចនេះមិនអាចលេចចេញជារូបរាងបានឡើយប្រសិនបើគ្មានកម្លាំងចលករដ៏សំខាន់បំផុតពីខាងក្នុងនោះគឺប្រជាជនជប៉ុនផ្ទុយពីទ្រព្យសម្បត្តិរូបវ័ន្តដូចជាអគារឬរោងចក្រដែលត្រូវបានបំផ្លាញខ្ទេចខ្ទីដោយសារគ្រាប់បែកចំណេះដឹងជំនាញនិងស្មារតីរបស់ប្រជាជនជប៉ុនមិនបានរលាយបាត់បង់ទៅតាមសង្គ្រាមនោះឡើយដើមទុនមនុស្សនិងគុណតម្លៃវប្បធម៌ការងារដ៏អស្ចារ្យរបស់ពួកគេត្រូវបានស្ដែងឡើងតាមរយៈចំណុចសំខាន់ៗដូចខាងក្រោម 1. កម្រិតអប់រំនិងជំនាញបច្ចេកទេសស្រាប់មុនពេលសង្គ្រាមលោកទុះឡើងជប៉ុនជាប្រទេសឧស្សាហកម្មមួយទៅហើយប្រព័ន្ធអប់រំរបស់ជប៉ុនមានភាពរឹងមាំខ្លាំងដែលធ្វើឲ្យពួកគេមានកម្លាំងពលកម្មដែលមានអក្ខរកម្មពលគឺចេះអានចេះសរសេរខ្ពស់ស្ទើរតែ 100% ព្រមទាំងមានវិស្វករអ្នកបច្ចេកទេសនិងអ្នកគ្រប់គ្រងរាប់លានអ្នកដែលមានបទពិសោធន៍ស្រាប់នៅពេលដែលរោងចក្រត្រូវបានកសាងឡើងវិញធនធានមនុស្សទាំងនេះអាចចូលទៅដំណើរការម៉ាស៊ីននិងអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មបានភ្លាមៗដោយមិនបាច់ចំណាយពេលបណ្ដុះបណ្ដាលពីចំណុច0ឡើងវិញឡើយ 2. ស្មារតីលះបង់និងរួមរស់ជាមួយការលំបាកភាពតិចទីនៃសង្គ្រាមបានបង្កើតជាស្មារតីរួមមួយហៅថាការសងគុណជាតិឬការស្ដារមុខមាត់ប្រទេសឡើងវិញប្រជាជនជប៉ុននាសម័យនោះសុខចិត្តធ្វើការថែមម៉ោងយ៉ាងលំបាកក្នុងប្រាក់ខែទាបហើយក្រុមហ៊ុននិងកម្មករមានចំណងសាមគ្គីភាពគ្នាខ្ពស់ខ្លាំងវប្បធម៌ការងារមួយដែលលេចធ្លោខ្លាំងគឺប្រព័ន្ធការងារមួយជីវិតដែលក្រុមហ៊ុនធានាមិនបញ្ឈប់កម្មករចោលហើយកម្មករក៏លះបង់កម្លាំងកាយចិត្តស្មោះត្រង់ជាមួយក្រុមហ៊ុនរហូតដល់ចូលនិវត្តន៍ 3. ទស្សនវិជ្ជាកែលម្អជាប្រចាំឬហៅថា Kaizen នេះជាវប្បធម៌ការងារដ៏ល្បីល្បាញបំផុតរបស់ជប៉ុនកម្មករនិងវិស្វករជប៉ុនមិនដែលស្កប់ស្កល់នឹងអ្វីដែលមានស្រាប់នោះទេនៅក្នុងរោងចក្រចាប់តាំងពីកម្មករថ្នាក់ទាបរហូតដល់ប្រធានក្រុមហ៊ុនតែងតែស្វែងរកវិធីកាត់បន្ថយការខូចខាតបង្កើនល្បឿននិងធ្វើឲ្យផលិតផលមានគុណភាពល្អជាងមុនជានិច្ចទោះបីជាបន្តិចម្ដងក៏ដោយវប្បធម៌ Kaizen នេះហើយដែលបានបំផ្លាញពាក្យឌឺដងថារបស់ផលិតនៅជប៉ុនជាដំណេកថោកកាលពីទសវត្សរ៍ឆ្នាំ 1950 ឲ្យក្លាយជានិមិត្តរូបនៃគុណភាពខ្ពស់និងភាពរឹងមាំបំផុតនៅទសវត្សរ៍ឆ្នាំ 1970 ការមិនចំណាយលើកងទ័ពនិងការបង្វែរថវិកាទៅរកការអភិវឌ្ឍកត្តាដ៏គួរឲ្យចាប់អារម្មណ៍និងជាចំណុចពិសេសបំផុតមួយនៃរបបនយោបាយរបស់ជប៉ុនក្រោយសង្គ្រាមលោកលើកទី2គឺការផ្លាស់ប្ដូរពីប្រទេសដែលមានលទ្ធិយោធានិយមយ៉ាងខ្លាំងក្លាមកជាប្រទេសដែលគ្មានកងទ័ពវាយលុកការប្រែប្រួលនេះមិនត្រឹមតែផ្លាស់ប្ដូរទិដ្ឋភាពនយោបាយប៉ុណ្ណោះទេប៉ុន្តែបានក្លាយជាអាវុធសម្ងាត់ខាងហិរញ្ញវត្ថុដែលជួយសន្សំលុយជាតិរាប់ពាន់លានដុល្លារយកមកចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចវិញអត្ថប្រយោជន៍ហិរញ្ញវត្ថុនិងយុទ្ធសាស្ត្រដែលជប៉ុនទទួលបានពីរបបនេះរួមមាន 1. របាំងការពារផ្លូវច្បាប់ពីមាត្រាទី 9 ក្រោមរដ្ឋធម្មនុញ្ញថ្មីឆ្នាំ 1947 ដែលរៀបចំឡើងដោយមានការជ្រោមជ្រែងពីសហរដ្ឋអាមេរិកជប៉ុនត្រូវបានហាមឃាត់មិនឲ្យមានកងទ័ពជើងគោកជើងទឹកឬជើងអាកាសសម្រាប់ធ្វើសង្គ្រាមឬប្រើប្រាស់កម្លាំងយោធាដោះស្រាយជម្លោះអន្តរជាតិឡើយជប៉ុនមានត្រឹមតែកងកម្លាំងស្វ័យការពារដែលមានទំហំតូចនិងប្រើសម្រាប់តែការពារទឹកដីខ្លួនឯងក្នុងករណីរងការវាយប្រហារប៉ុណ្ណោះ 2. ការសន្សំថវិកាជាតិដ៏មហិមាមុននឹងអំឡុងសម័យសង្គ្រាមលោកជប៉ុនត្រូវបោះទុនស្ទើរតែទាំងអស់នៃចំណូលជាតិទៅលើវិស័យយោធាដើម្បីផលិតអាវុធរថក្រោះយន្តហោះចម្បាំងនិងនាវាចម្បាំងប៉ុន្តែក្រោយឆ្នាំ 1945 រដ្ឋាភិបាលជប៉ុនបានកំណត់ពីដានចំណាយលើយោធាយ៉ាងតឹងរ៉ឹងពោលគឺមិនឲ្យលើសពី 1% នៃផលិតផលក្នុងស្រុកសរុបឡើយប្រៀបធៀបទៅនឹងប្រទេសមហាអំណាចដទៃទៀតដូចជាអាមេរិកឬសូវៀតដែលត្រូវចំណាយពី 5% ទៅជាង 10% នៃផលិតផលក្នុងស្រុកសរុបទៅលើសង្គ្រាមត្រជាក់គឺជប៉ុនចំណាយតិចតួចបំផុតក្នុងរឿងនេះ 3. ការបង្វែរទុនទៅលើវិស័យស៊ីវិលនិងការស្រាវជ្រាវលុយរាប់ពាន់លានដុល្លារដែលសន្សំបានពីការមិនធ្វើសង្គ្រាមត្រូវបានរដ្ឋាភិបាលបង្វែរទៅវិនិយោគលើរឿងសំខាន់ៗចំនួន 3 គឺការកសាងហេដ្ឋារចនាសម្ព័ន្ធកសាងផ្លូវថ្នល់កំពង់ផែនិងបណ្ដាញរថភ្លើងល្បឿនលឿនឈ្មោះថា Shinkansen ដែលជួយសម្រួលដល់ការដឹកជញ្ជូនទំនិញពាណិជ្ជកម្មពង្រឹងវិស័យអប់រំបណ្ដុះបណ្ដាលសិស្សនិស្សិតនិងវិស្វករជំនាន់ថ្មីឲ្យមានសមត្ថភាពខ្ពស់គោលនយោបាយរដ្ឋាភិបាលឬហៅថានីតិនិងសម្ព័ន្ធភាពខេរ៉េស៊ូប្រសិនបើដើមទុនមនុស្សនិងថវិកាជាតិគឺជាកម្លាំងជំរុញនោះផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនិងទម្រង់រៀបចំអាជីវកម្មគឺជាចង្កូតបត់បែនដ៏ឆ្លាតវៃដែលបានតម្រង់ទិសដៅសេដ្ឋកិច្ចជប៉ុនឲ្យដើរចំគោលដៅជប៉ុនមិនបានបណ្ដោយឲ្យសេដ្ឋកិច្ចទីផ្សារសេរីដើរដោយគ្មានទិសដៅឡើយប៉ុន្តែពួកគេបានប្រើប្រាស់ប្រព័ន្ធមួយដែលគេហៅថាសេដ្ឋកិច្ចទីផ្សារដឹកនាំដោយរដ្ឋតាមរយៈការសហការគ្នាយ៉ាងជិតស្និទ្ធរវាងមន្ត្រីរាជការនិងមហាសេដ្ឋីជំនួញចំណុចដែលនៅពីក្រោយយុទ្ធសាស្ត្រដ៏មានឥទ្ធិពលនេះរួមមាន 1. ក្រសួងពាណិជ្ជកម្មអន្តរជាតិនិងឧស្សាហកម្មឬហៅកាត់ថា MITI
ក្រសួងនីតិត្រូវបានគេចាត់ទុកថាជាខួរក្បាលសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនមន្ត្រីនៅក្នុងក្រសួងនេះសុទ្ធតែជាអ្នកមានចំណេះដឹងខ្ពស់និងមានឥទ្ធិពលខ្លាំងក្នុងការកំណត់វាសនាឧស្សាហកម្មជាតិក្រសួងនីតិបានវិភាគយ៉ាងល្អិតល្អន់និងជ្រើសរើសជំរុញតែវិស័យណាដែលមានសក្តានុពលវែងឆ្ងាយសម្រាប់ជាតិរួមមានឧស្សាហកម្មដែកថែបការវាយនភ័ណ្ឌគីមីឥន្ធនៈការសាងសង់នាវាធំៗនិងក្រោយមកគឺវិស័យយានយន្តនិងគ្រឿងអេឡិចត្រូនិកសម្រាប់វិស័យយុទ្ធសាស្ត្រទាំងនេះរដ្ឋាភិបាលបានជួយសម្រួលក្នុងការផ្តល់កម្ចីការប្រាក់ទាបបំផុតពីធនាគារជាតិជួយកាត់បន្ថយពន្ធនិងថែមទាំងបង្កើតច្បាប់ការពារមិនឲ្យក្រុមហ៊ុនបរទេសចូលមកប្រកួតប្រជែងដណ្ដើមទីផ្សារក្នុងស្រុកឡើយរហូតទាល់តែក្រុមហ៊ុនជប៉ុនខ្លួនឯងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងការចេញទៅប្រយុទ្ធនៅលើឆាកអន្តរជាតិ 2. ប្រព័ន្ធសម្ព័ន្ធភាពក្រុមហ៊ុន Keiretsu បន្ទាប់ពីអាមេរិកបានរំលាយក្រុមសៃបាតស៊ូដែលជាក្រុមហ៊ុនផ្ដាច់មុខគ្រួសារសម័យសង្គ្រាមក្រុមហ៊ុនជប៉ុនបានរៀបចំរចនាសម្ព័ន្ធថ្មីមួយឡើងវិញហៅថា Keiretsu វាគឺជាបណ្ដាញសម្ព័ន្ធភាពនៃក្រុមហ៊ុនផ្សេងៗគ្នាដែលចងក្រងគ្នាជាធ្លុងមួយនៅក្នុងក្រុម Keiretsu នីមួយៗដូចជាក្រុម Mitsubishi ក្រុម Mitsui ឬក្រុម Sumitomo គឺតែងតែមានធនាគារធំមួយនៅចំកណ្ដាលជាអ្នកចាំផ្គត់ផ្គង់លុយនិងមានក្រុមហ៊ុនបត់សម្ព័ន្ធដទៃទៀតដូចជាក្រុមហ៊ុនធានារ៉ាប់រងក្រុមហ៊ុនផលិតដែកក្រុមហ៊ុនផលិតឡាននិងក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិកត្តានេះធ្វើឲ្យអាជីវកម្មជប៉ុនមានស្ថិរភាពខ្ពស់បំផុតនិងហ៊ានបោះទុនវិនិយោគលើគម្រោងធំៗដែលប្រថុយប្រថានព្រោះពួកគេដឹងថាមានខ្នងបង្អែកដ៏រឹងមាំចាំជួយជានិច្ចការផ្ដោតលើគុណភាពនិងយុទ្ធសាស្ត្រវាយលុកទីផ្សារនាំចេញកត្តាចុងក្រោយបង្អស់ដែលបានបិទបញ្ចប់អភូតហេតុសេដ្ឋកិច្ចជប៉ុនយ៉ាងត្រចះត្រចង់និងធ្វើឲ្យផលិតផលជប៉ុនក្លាយជាម្ចាស់ស្ត្រីនៅលើឆាកអន្តរជាតិគឺការផ្លាស់ប្ដូរផ្នត់គំនិតនៃការផលិតដោយផ្អែកលើគុណភាពជាចម្បងនិងការយកពិភពលោកទាំងមូលជាទីផ្សារយុទ្ធសាស្ត្រនេះបានវាយបំផ្លាញរូបភាពអវិជ្ជមាននៃទំនិញដែលផលិតនៅប្រទេសជប៉ុនពីទំនិញថោកៗគ្មានគុណភាពកាលពីទសវត្សរ៍ឆ្នាំ1950ឲ្យក្លាយជានិមិត្តរូបនៃភាពប្រណិតនិងភាពធន់មាំបំផុតរបបនៃការគ្រប់គ្រងគុណភាពនិងការនាំចេញរបស់ជប៉ុនត្រូវបានជំរុញតាមរយៈយន្តការសំខាន់ៗដូចខាងក្រោម 1. បដិវត្តគុណភាពនិងការនាំចូលទស្សនៈលោកខាងលិចក្រោយសង្គ្រាមលោកលើកទី2ជប៉ុនបានដឹងខ្លួនថាពួកគេដើរក្រោយលោកខាងលិចឆ្ងាយណាស់ខាងបច្ចេកវិទ្យាជំនួសឲ្យការចំណាយពេលស្រាវជ្រាវពីចំណុច0ក្រុមហ៊ុនជប៉ុនបានទិញប៉តាំងនិងអាជ្ញាប័ណ្ណបច្ចេកវិទ្យារាប់ពាន់ពីអាមេរិកនិងអឺរ៉ុបទន្ទឹមនឹងនោះពួកគេបានអញ្ជើញអ្នកជំនាញជនជាតិអាមេរិកដូចជាលោក Edward Deming មកបង្រៀនពីវិធីសាស្ត្រគ្រប់គ្រងគុណភាពតាមបែបស្ថិតិជនជាតិជប៉ុនបានយកវាមកអភិវឌ្ឍទៅជាប្រព័ន្ធ TQM ដែលតម្រូវឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់ចូលរួមត្រួតពិនិត្យនិងធានាថាគ្មានផលិតផលខូចសូម្បីតែមួយចេញពីរោងចក្រឡើយ 2. ការអនុវត្តប្រព័ន្ធ JIT និងផលិតកម្មគ្មានកាកសំណល់ក្រុមហ៊ុនឈានមុខដូចជា Toyota បានបង្កើតប្រព័ន្ធផលិតកម្មផ្ទាល់ខ្លួនដែលផ្ដោតលើការផលិតទំនិញតែពេលដែលត្រូវការក្នុងចំនួនដែលត្រូវការប៉ុណ្ណោះ 3. យុទ្ធសាស្ត្រនាំចេញវាយលុកទីផ្សារដោយសារតែប្រទេសជប៉ុនខ្សត់ខ្សោយធនធានធម្មជាតិនិងមានទីផ្សារក្នុងស្រុកតូចពួកគេបានកំណត់ចក្ខុវិស័យច្បាស់លាស់ថាត្រូវតែនាំចេញដើម្បីរស់ក្រុមហ៊ុនយក្សដូចជា Sony, Panasonic, Toyota និង Honda បានចាប់ផ្ដើមផលិតទំនិញដែលតម្រូវទៅតាមការចង់បានរបស់ទីផ្សារលោកខាងលិចជាពិសេសសហរដ្ឋអាមេរិក